គ្រូខ្ញុំសម្រាប់កូនហើយមួយឆ្នាំអត់ទាន់មករដូវគួរធ្វើដូចម្ដេចជាទូទៅស្ត្រីក្រោយពេលសម្រាប់កូនយើងអត់អាចកំណត់បានទេថាពេលណាដែលគាត់ចាប់ផ្ដើមមករដូវប៉ុន្តែសម្រាប់អ្នកដែលគាត់មានសុខភាពល្អរបបអាហារគ្រប់គ្រាន់ការសម្រាប់គេងបានគ្រប់គ្រាន់បូករួមជាមួយនឹងការបំពន់ទៅលើវីតាមីនបន្ថែមគឺគាត់អាចលឿនក្នុងការមករដូវដោយឡែកស្ត្រីដែលគាត់បំរើកូនដោយទឹកដមដែរការមករដូវយឺតជាង6ខែអញ្ចឹងអាចលើសពី6ខែអ្នកខ្លះកាន់ឆ្នាំសួរថាតើប្រសិនបើកំពុងតែមានបញ្ហាបែបនេះយើងគួរធ្វើបែបណាទី1ចំណុចសំខាន់អ្នកគ្រូចង់ឲ្យអូនទៅអនុវត្តការធ្វើលំហាត់ប្រាណបានទៀងទាត់ការសម្រាកគេងញ៉ាំអាហារឲ្យបានត្រឹមត្រូវជាពិសេសគឺយើងអាចញ៉ាំជាប្រភេទបន្លែផ្លែឈើពណ៌បៃតងលឿងទុំនិងទឹកឲ្យបានគ្រប់គ្រាន់ហើយអ្នកគ្រូសូមរំលឹកទៅដល់ស្ត្រីក្រោយពេលសម្រាប់កូនកុំមើលរំលងការញ៉ាំបន្ថែមទៅលើវីតាមីនជំនួយជាពិសេសគឺវីតាមីនដែលជួយទៅលើសុខភាពស្ត្រីពាក់ព័ន្ធជាមួយនឹងវិបត្តិអរម៉ូនដែលធ្វើឲ្យស្ត្រីមានបញ្ហាស្បែកស្ងួតសក់ជ្រុះអារម្មណ៍ប្រែប្រួលអត់មានលំនឹងក្នុងខ្លួនចាស់ stress ធុញថប់សក់កចិត្តគិតច្រើនជាពិសេសអ្នកដែលគាត់ក្រោយសម្រាលងាយប្រឈមមុខជាមួយនឹងជំងឺបាក់ទឹកចិត្តអញ្ចឹងវីតាមីនមួយមុខនេះគឺសំខាន់សម្រាប់ស្ត្រីក្រោយពេលសម្រាលហើយបើមានបញ្ហាបែបណាទៀតអាចលំអិតបន្ថែមជាមួយនឹងអ្នកគ្រូនៅក្នុង page ឬមួយក៏ Telegram ផ្ទាល់